我们来学习一下工作。用填比干嘢，比如说这里服务员员，อันนี้sao 员นี่thợ mót sủi á, thợ ăn đời mót sủi, bà ăn đời mót sủi cái việc chính là củaนี่พิง mót sủi 那服务员服务员บอกไปทาเนี่ยรถตก服务员เนี่ยรถตก อันนี้อย่าไปกางเงียบอกเยอะยังอย่าไปกางเงียแต่ถอนทางยังอุตหอกางเงียประมาณนี้บอสเยังมีกางเงียเอฟเซนติดยังไอสัวบาน服务员เนี่ยรถตก好这也按他经理经理นี่คือเนี่ยกบกรอง经理เนี่ยกบกรอง好这里是会计会计会计នឹងអ្នកកណីអ្នកកណីកណន័យអានេះអក្សរនេះគឺអ្នកខ្លះចង្កាអាចឆ្ងល់អក្សរនោះមិនក៏អានខ្វាយអត់អានហ៊ុយដោយសារអីអានេះគេហៅតួអ៊ីងជឿអក្សរដែលមានសលេងច្រើនណាចាំថាវាមិនមែនមានសលេងតែមួយទេគឺវាអាចបែកសលេងមានសលេងផ្សេងទៀតចឹងណាតែកន្លែងនេះនិយាយពីកណីគេយើងអានថាខ្វាយជីឈ្មោះការងារអានថាខ្វាយជីតែបើយើងបកវាថាបើយើងចង់និយាយថាបកវាថាចេះឬក៏អាចអានោះយើងអានថាហ៊ុយតែបើយើងនិយាយពីកណីការងារកណីគឺអានថាខ្វាយខ្វាយជីអ្នកកណីកន្លែងនេះអក្សរនេះរៀងពិបាកទៅសេបន្តិចនេះអានថាจิงឆាจิงឆាจิงឆានេះបកប្រែថាប៉ូលីសប៉ូលីសจิงឆាប៉ូលីសតែគេច្រើនយើងអាចហៅថាពូប៉ូលីសត្រូវទេពូប៉ូលីសចឹងក៏គេអាសាហៅពូប៉ូលីសដែរតែគេថាមិនសអីគេពូយើងហៅថាម៉េចពូគេហៅថាស៊ូដល់ពេលពូប៉ូលីសហៅថាจิงឆាស៊ូពូប៉ូលីសจิงឆាស៊ូ好កន្លែងនេះអានថា教师教师教师នឹងគឺគ្រូបង្រៀនជួនកាលយើងអាសាឮគេថាហៅគ្រូចឹងហៅ老师ត្រូវទេ老师ធម្មតាជាឈ្មោះដែលយើងហៅធម្មតាតែបើយើងនិយាយពីមុខរបរភាសាផ្លូវការយកមកគឺអានថាយើងទៅសេថា教师ទៅសេថា教师យើងនិយាយថា教师老师នឹងធម្មតាភាសាហៅឯភាសានិយាយឯតែភាសាទៅសេពីមុខរបរត្រឹមត្រូវស្តង់ដារមកគេនិយាយថា教师គ្រូបង្រៀនកន្លែងនេះបកថា翻译翻译បកថាបកប្រែតែកន្លែងនេះយើងបកជានាមអានឹងគេបកបានពីរបើយើងបកជាកិរិយាបកថាបកប្រែតែបើយើងនិយាយជានាមវាទៅជាអ្នកបកប្រែ翻译翻译អ្នកបកប្រែ翻译អ្នកបកប្រែអញ្ចឹងមុខរបររបស់យើងគឺធ្វើការងារអីដែរយើងអាចមើលបានបើថាអត់មាននៅក្នុងនឹងទេយើងអាចសួរបានថាការងាររបស់យើងអីគេអញ្ចឹងដល់ទៅយើងហ៊ាននិយាយពីការងាររបស់ខ្លួនឯងហ៎ឥឡូវយើងមើលនៅខាងក្រោមនេះពាក្យយើងហ៊ានរួចហើយអញ្ចឹងឥឡូវយើងបង្កើតវាជាអីគេវិញសន្តានាអានេះគឺកម្រិតទាបណាទៅយើងសន្តានាយើងគឺរឿងខ្លីជាងបន្តិចណា好កន្លែងនេះគឺថាអីគេ你做什么工作做បកប្រែថាធ្វើ什么អ្វី工作យើងបកប្រែថាការងារ你做什么工作តើអ្នកធ្វើការងារអ្វីគេសួរពីការងារព្រោះមិនយើងហ៊ានពីការងារតែដល់ពេលគេសួរ你做什么工作តើអ្នកធ្វើការងារអ្វីដល់ពេលបើយើងចង់ឆ្លើយឆ្លើយមកថាចេះ好我做经理我做经理做នឹងធ្វើខ្ញុំធ្វើអីគេអ្នកគ្រប់គ្រង我做经理ខ្ញុំធ្វើជាអ្នកគ្រប់គ្រង我做经理តែបើយើងអត់ធ្វើជា经理ទេយើងធ្វើជាអីផ្សេងអ្នករត់តុយើងអាចនិយាយថា我做服务员ទៅបើយើងអត់ធ្វើជាអ្នករត់តុទេធ្វើជាអីធ្វើជាអីគេធ្វើជាប៉ូលីសយើងអាចនិយាយថា我做警察ខ្ញុំធ្វើជាប៉ូលីសបើយើងធ្វើមុខរបរអីទៅសេមុខរបរហ្នឹងខ្លែងនេះយើងថតដូរខាងក្រោយទៅបានហើយថាណចុះនាងវិញដូចឆ្នាំពាក្យ dinner ចុះអ្នកវិញដល់ពេលថាណចុះនាងវិញគេមិនបាច់ចាំនិយាយមកទាំងសំណួរនេះមកទាំងអស់ហេមកនិយាយមកសំណួរទាំងអស់គេអាចនិយាយថាណចុះនាងវិញចឹងនិយាយចង់ថាចុះនាងគាត់ធ្វើការងារអ្វីដែរថាណ服务员他做服务员គាត់ធ្វើជាអីគេ服务员អ្នករត់តុ
គាត់ធ្វើជាអ្នករត់តុថានេះគឺមានថាមនុស្សស្រីចង់និយាយម្ដងទៀតថានេះគឺបញ្ជាក់ពីមនុស្សស្រីគឺមានថាមនុស្សប្រុសមនុស្សស្រីចឹងយើងចំណាំកន្លែងណាមនុស្សស្រីគឺមានអក្សរញនេះស្រីបញ្ជាក់ពីភេទស្រីអត់តតាក់ទងមនុស្សស្រីគឺមានអក្សរញនឹងបោះថាស្រីចឹងអត់តភេទស្រីគឺមានអក្សរនឹងទាំងអស់ឥឡូវយើងមើលទៅខាងក្រោមទៀតដល់ពេលយើងហ៊ានសន្ទនារួចហើយគឺយើងហ៊ានឆ្លើយហ៊ាននិយាយហ៊ានសរសេរកន្លែងនេះគឺជាលំហាត់ដែលយើងហ៊ានឆ្លើយហ៊ានសរសេរឥឡូវអូម៉ាំងហៅសិស្សពីរនាក់គាត់ឡើងមកម្នាក់សួរម្នាក់ឆ្លើយអញ្ចឹងម្នាក់សួរថានីជក់什么工作តើអ្នកធ្វើការងារអ្វីអញ្ចឹងម្នាក់ទៀតត្រូវឆ្លើយមកថា我做អីគេបើយើងធ្វើជាអ្នកគ្រប់គ្រងថា我做经理យើងធ្វើជាអ្នកគ្រប់គ្រងយើងឆ្លើយហើយអានេះគឺកិច្ចការផ្ទះមានសរសេរសរសេរសរសេរចម្លើយយើងមកថាយើងធ្វើជាអ្វីឆ្លើយតាមការចាត់ស្ដែងហ៊ានសរសេរហ៊ានឆ្លើយហ៊ាននិយាយចាដល់ពេលខាងក្រោមនេះ你做什么អានេះ你做什么នេះចង់សួរថាតើអ្នកធ្វើអ្វីចង់និយាយថាឥឡូវហ្នឹងតើអ្នកកំពុងធ្វើអ្វី你做什么តើអ្នកធ្វើអ្វីមិននិយាយពីការងារនេះគាត់ថាសួរថាយើងឥឡូវហ្នឹងធ្វើអីគេ你做什么ឥឡូវឆ្លើយមកថា我在学中文ចឹងណាខ្ញុំកំពុងតែរៀនភាសាចិនដល់ពេលខាងក្រោមនេះគេសួរថា你爸爸做什么工作អានេះមិនយើងសួរថា你ម្នាក់ឯងនេះដល់ពេលនេះ你爸爸ប៉ាអ្នកប៉ាអ្នកធ្វើការងារអ្វីដល់ពេលឆ្លើយមកដូចគ្នា我爸爸做អីគេបើសិនទីប៉ែងធ្វើជាប៉ូលីសយើងឆ្លើយមកថា我爸爸做警察我爸爸做警察ដល់ទៅយើងហ៊ានសរសេរចម្លើយមកសរសេរតាមសំណួរសរសេរតាមចម្លើយមកពួកយើងអានេះវាថាវឹកហាត់ការសរសេរការឆ្លើយហ៊ាននិយាយហ៊ានសួរចឹង对好做到这里